សូមស្វាគមន៍ទូរទស្សនិកជនមកកាន់កម្មវិធី D4All Digital សម្រាប់ទាំងអស់គ្នាទូរទស្សនិកជននៅថ្ងៃនេះក្រសួងប្រៃសណីនិងទូរគមនាគមន៍សហការជាមួយនឹងធនាគារជាតិនៃកម្ពុជាបានបើកនូវយុទ្ធនាការដែលស្ដីអំពីការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ SIM card ជាមួយនឹងគណនីធនាគារនេះគឺជាជំហានដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលនៅក្នុងការការពារទៅដល់អ្នកប្រើប្រាស់ទាំង SIM card ក៏ដូចជាអ្នកដែលជាម្ចាស់គណនីធនាគារនៅប្រទេសកម្ពុជាផងដែរពិស្ដារពីកម្មវិធីនេះសូមលោកអ្នកនាងទស្សនានៅកម្មវិធីនេះទាំងស្រុងក៏ដូចជាប្រសាសន៍របស់រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីនិងទូរគមនាគមន៍និងអគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជាដូចតទៅការប្រើប្រាស់ទូរស័ព្ទចល័តនិងសេវា Digital បានក្លាយទៅជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជាចាប់ពីការទំនាក់ទំនងការផ្ទេរប្រាក់ការទូទាត់តាមរយៈប្រព័ន្ធ Digital រហូតដល់ការប្រើប្រាស់សេវាសាធារណៈជាច្រើន SIM card គឺជាច្រកចូលដ៏សំខាន់មួយទៅកាន់ពិភព Digital ប៉ុន្តែជាមួយនឹងការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាក៏មានការកើនឡើងនៃការឆបោកតាមប្រព័ន្ធអនឡាញការប្រើប្រាស់អត្តសញ្ញាណអ្នកដទៃនិងបទល្មើសបច្ចេកវិទ្យាផ្សេងៗផងដែរដើម្បីពង្រឹងសុវត្ថិភាព Digital និងធានាថា SIM card នីមួយៗត្រូវបានប្រើប្រាស់ដោយម្ចាស់អត្តសញ្ញាណពិតប្រាកដរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងប្រៃសណីនិងទូរគមនាគមន៍សហការជាមួយនឹងធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យដំណើរការយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ SIM card ទូទាំងប្រទេសហេតុផលដែលយើងត្រូវការធ្វើការផ្ទៀងផ្ទាត់រវាងលេខគណនីធនាគារនិង SIM card នេះដោយសារថាជាទូទៅដើម្បីការពារសុវត្ថិភាពធនាគារគាត់តែងតែប្រើលេខទូរស័ព្ទហ្នឹងដើម្បីជាគេហៅថាជា verifier អញ្ចឹងដូចយើងបើកគណនីមួយអញ្ចឹងហើយគេចង់ឲ្យយើងផ្ទៀងផ្ទាត់ថាអ្នកដែលប្រើប្រាស់ហ្នឹងជាអ្នកដែលបើកគណនីហ្នឹងជាបុគ្គលដែលគាត់អះអាងថាគាត់ជាអ្នកនឹងអត់គេតែងតែផ្ញើលេខកូដសម្ងាត់មួយមកលេខទូរស័ព្ទដែលយើងកាន់អញ្ចឹងបើសិនជាលេខទូរស័ព្ទដែលយើងកាន់ហ្នឹងជាលេខរបស់យើងហើយចុះឈ្មោះត្រឹមត្រូវជាមួយនឹងអាជ្ញាធរខាងប្រៃសណីហើយអាហ្នឹងគឺវាអត់អីទេបញ្ហាដែលយើងជួបប្រទះកន្លងមកគឺអ្នកដែលទៅបើកគណនីហ្នឹងនៅពេលដែលគាត់ត្រូវធ្វើការផ្ទៀងផ្ទាត់លេខទូរស័ព្ទហ្នឹងមិនមែនឈ្មោះរបស់គាត់អញ្ចឹងផ្ញើទៅអ្នកដទៃឬក៏ជាលេខរបស់អ្នកដទៃថ្ងៃណាមួយដែលខ្ញុំបាត់ដែលខ្ញុំអត់អាចចូលទៅឆែកគណនីនឹងបានអ្នកដែលគេកាន់លេខហ្នឹងហើយដែលគេមានឈ្មោះរបស់គេកត់ហ្នឹងគេអាចទៅ claim យកគណនីហ្នឹងហើយគេយកមកប្រើប្រាស់បានអានេះជាហានិភ័យធំហើយដែលយើងទាមទារឲ្យមានការផ្ទៀងផ្ទាត់ឲ្យច្បាស់លាស់នេះយើងអាចបង្កើនច្រើនដោយសារដូចខ្ញុំបានលើកឡើងអ្វីដែលយើងទទួលមកជាការជា complaint ពីអតិថិជនហ្នឹងគឺគាត់ផ្ញើមានករណីមួយនោះគាត់ផ្ញើលុយលេខគណនីរបស់គាត់ហ្នឹងគាត់ប្រើលេខអ្នកផ្សេងហើយអ្នកផ្សេងហ្នឹងដូចខ្ញុំលើកពីមុនមកអញ្ចឹងអ្នកផ្សេងហ្នឹងគេមានលេខហ្នឹងគឺលេខរបស់អ្នកលេខហ្នឹងចុះអត្តសញ្ញាណប័ណ្ណឈ្មោះអ្នកផ្សេងអញ្ចឹងអ្នកផ្សេងហ្នឹងគេយកអត្តសញ្ញាណប័ណ្ណយកលេខគេមកគេ claim ទៅ control យកកុងហ្នឹងមកវិញយកគេមកប្រើប្រាស់ហើយនៅពេលដែលយើងមិនមានការផ្ទៀងផ្ទាត់ត្រឹមត្រូវនេះគឺហានិភ័យអ្នកដែលបើកកុងធនាគារគាត់គិតថាបញ្ហានេះគឺជាបញ្ហារបស់ធនាគារហើយធនាគារចេះតែឲ្យអ្នកទៅពីមកប្រើកុងរបស់គាត់ប្រើលុយគាត់អញ្ចឹងវាអាចបាត់បង់ទំនុកទុកចិត្តអញ្ចឹងហើយបានជាដើម្បីកាត់បន្ថយយើងទាមទារឲ្យមានកិច្ចសហការជាមួយនឹងស្ថាប័នអាជ្ញាធរពាក់ព័ន្ធអ្នកប្រើប្រាស់បើកកុងធនាគារហើយកុងធនាគារដែលគាត់ប្រើហ្នឹងគឺមានលេខទូរស័ព្ទដូចលោកជំទាវមានប្រសាសន៍កាលពីមុនអញ្ចឹងប៉ុន្តែអ្នកប្រើប្រាស់អ្នកម្ចាស់កុងធនាគារហ្នឹងឈ្មោះកលេខទូរស័ព្ទឈ្មោះខដូច្នេះយើងត្រូវតែផ្ទៀងផ្ទាត់ទៅតាមហ្នឹងបាទយុទ្ធនាការដែលយើងធ្វើជាមួយធនាគារនេះគឺជាយុទ្ធនាការដើម្បីទប់ស្កាត់នៃការឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជាយើងបាទហើយយុទ្ធនាការនេះគឺជាយុទ្ធនាការមួយដែលមានភាពមុតស្រួចមានភាពប្រកបនិយមហើយយើងនឹងធ្វើជាបណ្ដាដើម្បីឈានទៅដល់ការលុបបំបាត់ចោលទាំងស្រុងនៅការឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងប្រទេសកម្ពុជាយើងបាទហើយក៏ជាយុទ្ធនាការមួយដើម្បីសម្រួលដល់បងប្អូនប៉ូលីសយើងជួយស្រាវជ្រាវរកជនឧក្រិដ្ឋ
ដែលបោកប្រាស់ប្រជាពលរដ្ឋយើងឧទាហរណ៍ថារាល់ថ្ងៃនេះមានមិញលោកជំទាវបានលើកឡើងរឿងថាយាយម្នាក់បោកគេបោកចៅថាចៅគ្រោះថ្នាក់ហ្នឹងបើសិនជាមានអត្តសញ្ញាណពិតប្រាកដប៉ូលីសបងប្អូនប៉ូលីសយើងចាប់បានភ្លាមក្នុងរយៈពេល1ម៉ោង2ម៉ោងចាប់បានភ្លាមប៉ុន្តែដោយសារគាត់ឈ្មោះគាត់តែលេខផ្សេងដូច្នេះទូរស័ព្ទទៅអ្នកផ្សេងកាន់ការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ SIM កាតមិនមែនជាការចុះឈ្មោះ SIM ថ្មីនោះទេប៉ុន្តែជាការត្រួតពិនិត្យនិងបញ្ជាក់ថាលេខ SIM ដែលកំពុងប្រើប្រាស់ត្រូវនឹងអត្តសញ្ញាណរបស់ម្ចាស់ពិតប្រាកដដំណើរការនេះត្រូវបានអនុវត្តតាមរយៈ SIM Verifier Mini App ដែលភ្ជាប់ជាមួយ Digi Super App ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចពិនិត្យនិងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនបានយ៉ាងងាយស្រួលប្រព័ន្ធនេះត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការប្រើប្រាស់ឯកសារคล้ายៗការយកអត្តសញ្ញាណអ្នកដទៃទៅចុះឈ្មោះ SIM និងការប្រើប្រាស់លេខទូរស័ព្ទសម្រាប់សកម្មភាពខុសច្បាប់សម្រាប់អ្នកប្រើប្រាស់ការផ្ទៀងផ្ទាត់អត្តសញ្ញាណត្រឹមត្រូវនឹងជួយបង្កើនសុវត្ថិភាពក្នុងការប្រើប្រាស់សេវាទូរគមនាគមន៍និងសេវាហិរញ្ញវត្ថុ Digital ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជានៅពេលដែលប្រជាពលរដ្ឋគាត់មានគណនីនៅក្នុងធនាគារគាត់ log on តាមរយៈ Digi Super App គឺងាយស្រួលបំផុតដោយដែលអាយដាមជាស្រីវត្តបានលើកឡើងហើយថាមិនដល់1នាទីទេដែលជាប្រព័ន្ធមួយពិបាកនៅក្នុងការអភិវឌ្ឍដោយប្រព័ន្ធរបស់យើងណានៅលើពិភពលោកនេះគឺការlog in មួយត្រូវការចំណាយពេល2 3 4 5នាទីតែយើងក្រោម1នាទីទេបាទដូច្នេះគោលដៅរបស់គណៈកម្មការរដ្ឋាភិបាល Digital គឺយើងអភិវឌ្ឍប្រព័ន្ធមួយដែលងាយស្រួលប្រើប្រាស់បើងាយស្រួលប្រើប្រាស់ការប្រើប្រាស់នឹងមានកាន់តែច្រើនទៅបើសិនជាយើងអភិវឌ្ឍប្រព័ន្ធមួយដែលពិបាកស្មុគស្មាញអ្នកប្រើប្រាស់ច្បាស់ជាបដិសេធមិនប្រើបាទការផ្ទៀងផ្ទាត់នេះគឺយើងផ្ទៀងផ្ទាត់រវាងអត្តសញ្ញាណរបស់បុគ្គលជាមួយនឹងលេខទូរស័ព្ទដែលគាត់ប្រើប្រាស់ធនាគារគណនីដូច្នេះយើងអត់មានប៉ះពាល់ជាមួយរឿងវិស័យធនាគារទេវិស័យធនាគារគឺធនាគារពាណិជ្ជកម្មនៅតែគ្រប់គ្រងដដែលក្រុមការដឹកនាំក្រុមការគ្រប់គ្រងរបស់ធនាគារជាតិបាទយើងអត់មានពាក់ព័ន្ធទៅនឹង account ទេគឺយើងពាក់ព័ន្ធតែជាមួយនឹងអត្តសញ្ញាណប័ណ្ណមនុស្សហ្នឹងត្រូវតែលេខទូរស័ព្ទជារបស់មនុស្សហ្នឹង Digi Super App ហ្នឹងគាត់អត់មានសិទ្ធិចូលទៅដល់ប្រព័ន្ធរបស់ធនាគារពាណិជ្ជដើម្បីទៅឆែកមើលថាយើងមានលុយប្រមាណហើយយើងទៅផ្ញើលុយទៅអ្នកណាដកលុយអីមិនគឺគាត់អត់មានសិទ្ធិទេធនាគារពាណិជ្ជខ្លួនឯងក៏គាត់ត្រូវមានការប្រុងប្រយ័ត្នដែរពីព្រោះតាមច្បាប់ការចែកម្លែកព័ត៌មានរបស់អតិថិជនទៅភាគីទី3ដោយមិនមានតុលាការឬក៏យ៉ាងម៉េចហ្នឹងគឺខុសច្បាប់ consent គឺខុសច្បាប់អញ្ចឹងអ្វីដែលធនាគារពាណិជ្ជគាត់ share ជាមួយនឹង Digi Super App ហ្នឹងគឺតែឈ្មោះហើយនឹងលេខទូរស័ព្ទនិងលេខអត្តសញ្ញាណប័ណ្ណទេសុវត្ថិភាពស្អីទាំងអស់គឺនៅធនាគារដដែលបាទមានទាំងអស់ហើយក្រោមការគ្រប់គ្រងរបស់ធនាគារជាតិការផ្ទៀងផ្ទាត់អត្តសញ្ញាណត្រូវបានរចនាឡើងឲ្យមានភាពសាមញ្ញនិងចំណាយពេលតិចបំផុតអ្នកប្រើប្រាស់គ្រាន់តែចូលទៅកាន់កម្មវិធី SIM Verifier Mini App បញ្ចូលព័ត៌មានតាមការណែនាំហើយអាចបញ្ចប់ដំណើរការក្នុងរយៈពេលតិចជាង1នាទីតែប៉ុណ្ណោះការអនុវត្តនេះក៏ជាផ្នែកមួយនៃការកសាងបរិយាកាស Digital ដែលមានទំនុកចិត្តខ្ពស់ស្របតាមគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម Digital របស់កម្ពុជាជាពិសេសនៅក្នុងពេលដែលការទូទាត់តាម QR Code កាបូបអេឡិចត្រូនិកនិងធនាគារ Digital កំពុងក្លាយទៅជារឿងធម្មតាការធានាថាលេខទូរស័ព្ទនឹងត្រូវអត្តសញ្ញាណម្ចាស់ពិតគឺជាជំហានសំខាន់មួយក្នុងការការពារប្រជាពលរដ្ឋពីការឆបោកនិងហានិភ័យតាមអនឡាញក្រៅពីនេះអាជ្ញាធរក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនឲ្យបានត្រឹមត្រូវដើម្បីរក្សាសុវត្ថិភាពគណនីនិងសេវា Digital នានាដែលពាក់ព័ន្ធជាមួយនឹងលេខទូរស័ព្ទក្នុងករណីដែលយើងមិនផ្ទៀងផ្ទាត់មិនអាចផ្ទៀងផ្ទាត់បានធម្មតាយើងមានជានីតិវិធីជាជំហានមិនមែនថាភ្លាមយើងផ្ទៀងផ្ទាត់អត់បានយើងបិទទេយើងអាចតាក់ទងទៅគាត់ដើម្បីព្យាយាមឲ្យគាត់ចូលមកធ្វើការផ្ទៀងផ្ទាត់ឬក៏បើសិនជាគាត់បើកជាមួយលេខមួយដែលមិនមែនរបស់គាត់អាចដូរលេខហើយដាក់លេខមួយដែលរបស់គាត់ផ្ទៀងផ្ទាត់ហើយតែបើក្នុងករណីថាมันមានកិច្ចសហការទេយើងអាចឈានទៅដល់ការបិទទូរស័ព្ទឬក៏បិទគណនីនឹងតែម្ដងរហូតដល់ឲ្យគាត់មិនបិទបែបអាចថាតកកសិនដើម្បីជាសម្ពាធមួយដើម្បីគាត់ចូលមកធ្វើការផ្ទៀងផ្ទាត់នឹងវិញចា៎យើងទី1គឺបុគ្គលមួយ
ត្រូវតែធ្វើការផ្ទៀងផ្ទាត់ហើយយើងមានមុខមានអីទាំងអស់បញ្ជាក់ថាបុគ្គលហ្នឹងក៏កាន់លេខទូរស័ព្ទកបាទអាហ្នឹងចំណុចទី1ចំណុចទី2គឺយើងកាលណាបុគ្គលហ្នឹងកាន់លេខផ្សេងគឺយើងដឹងយើងនឹងក្រុមហ៊ុននឹងតាក់ទងទៅបុគ្គលហ្នឹងថាឲ្យគាត់ដូរឈ្មោះដូចមិញលោកមន្ត្រីលើកឡើងអញ្ចឹងថាដូរឈ្មោះមកឈ្មោះគាត់វិញតែក្នុងករណីបើគាត់អត់ដូរទេនោះធនាគារជាតិអាចមានវិធានការក្រុមហ៊ុនទូរស័ព្ទក៏អាចមានវិធានការក្រសួងប្រៃសណីក៏អាចមានវិធានការថាលុបចោលលេខទូរស័ព្ទគាត់លោកមន្ត្រីខាងធនាគារជាតិក៏អាចមានវិធានការដើម្បីណែនាំទៅធនាគារពាណិជ្ជកម្មដើម្បីលុបមិនដើម្បីលុបទេបង្កក account របស់គាត់យើងអាចបង្កកយើងអាចលុបខាងប្រៃសណីលុបលេខទេលេខទូរស័ព្ទតែខាងធនាគារមិនលុបទេបង្កកបាទ account គាត់រហូតដល់គាត់មកដូរយើងបើកឲ្យគាត់វិញខ្ញុំអ្វីដែលលោកទាវមានសាសក្រសួងប្រៃសណីនឹងបន្តធ្វើការជាមួយក្រុមហ៊ុនទូរស័ព្ទធនាគារជាតិនឹងបន្តណែនាំហើយនឹងត្រួតពិនិត្យទៅលើធនាគារពាណិជ្ជកម្មដើម្បីយើងសហការគ្នាធ្វើម៉េចឲ្យធនាគារទាំងអស់បាទធ្វើការផ្ទៀងផ្ទាត់នៅអត្តសញ្ញាណជាមួយនឹងលេខទូរស័ព្ទបាទនេះគឺជាដំណាក់កាលទី1ដែលយើងធ្វើការជាមួយនឹងធនាគារជាតិចំពោះអ្នកដែលមានជាម្ចាស់ account នៅក្នុងធនាគារដំណាក់កាលទី2យើងនឹងឈានទៅដល់បុគ្គលដែលគាត់មាន account នៅក្នុងធនាគារទេអាហ្នឹងគឺដូចជាសិស្សថ្នាក់ទី12ដូចជានិស្សិតនៅសាកលវិទ្យាល័យដែលគាត់មាននេះហ្នឹងគឺយើងផ្សព្វផ្សាយបន្តទៀតយើងដើម្បីឲ្យគាត់ចុះយើងធ្វើ SIM campaign ទៀតដើម្បីឲ្យគាត់មកត្រួតពិនិត្យមើលមកផ្ទៀងផ្ទាត់មើលឈ្មោះរបស់គាត់និងឈ្មោះលេខទូរស័ព្ទគាត់បាទក្នុងករណីបើគាត់នេះគាត់ត្រូវដូរដែរដូរឲ្យទៅជាឈ្មោះគាត់ក្នុងករណីគាត់អត់ចេះគាត់អាចពឹងពាក់បងប្អូនគាត់បាទប៉ុន្តែគាត់មិនអាចឲ្យគេធ្វើជំនួសគាត់ទេពឹងពាក់ឲ្យជួយបាទជួយប៉ុន្តែមិនមានអ្នកណាមួយធ្វើជំនួសគាត់ទេគោលដៅដែលមិញឯកឧត្តមជាសេរីវត្តលោកបានធ្វើបទបង្ហាញហ្នឹងគឺចុងឆ្នាំហ្នឹងបានន័យថា6ខែហើយខ្ញុំយល់ថានេះជាផលប្រយោជន៍របស់ធនាគារជាតិផងជាផលប្រយោជន៍របស់ក្រសួងខ្ញុំផងហើយយើងបដិញ្ញាថានឹងធ្វើឲ្យបានឲ្យគេថាឲ្យបានជាអតិបរមាហើយចាំនៅពេលនោះចាំយើងគិតទៀតថាចុងឆ្នាំនេះយើងទៅធ្វើឲ្យបានការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ SIM card គឺជាកិច្ចខិតខំប្រឹងប្រែងរួមរវាងស្ថាប័នរដ្ឋប្រតិបត្តិការទូរគមនាគមន៍និងភាគីពាក់ព័ន្ធដើម្បីលើកកម្ពស់សុវត្ថិភាពនិងទំនុកចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យា Digital នៅកម្ពុជាយុទ្ធនាការនេះមិនត្រឹមតែជួយទប់ស្កាត់បទល្មើសបច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយធានាថាប្រព័ន្ធទូរគមនាគមន៍និងសេវាហិរញ្ញវត្ថុ Digital អាចដំណើរការបានប្រកបដោយប្រសិទ្ធភាពសុវត្ថិភាពនិងភាពជឿជាក់ខ្ពស់សម្រាប់ប្រជាពលរដ្ឋការចំណាយពេលតិចជាង1នាទីក្នុងការផ្ទៀងផ្ទាត់ព័ត៌មាននៅថ្ងៃនេះអាចជួយការពារទ្រព្យសម្បត្តិទិន្នន័យផ្ទាល់ខ្លួននិងសុវត្ថិភាព Digital របស់ខ្លួននាពេលអនាគតទូរទស្សនិកជនទាំងអស់នេះគឺជាខ្លឹមសារនៅក្នុងយុទ្ធនាការបើកនៅថ្ងៃនេះហើយសូមចូលរួមទាំងអស់គ្នាដើម្បីសុវត្ថិភាព SIM card របស់លោកអ្នកក៏ដូចជា account ធនាគាររបស់លោកអ្នកផងដែរតាមរយៈការផ្ទៀងផ្ទាត់ចាប់ពីថ្ងៃនេះតទៅចាលោកនាងទៅបានទស្សនានៅក្នុងកម្មវិធី D4R Digital សម្រាប់ទាំងអស់គ្នាមានផ្សាយជូននៅថ្ងៃសុក្រនិងផ្សាយឡើងវិញនៅថ្ងៃអាទិត្យក៏ដូចជាបណ្ដាញសង្គមនានារបស់យើងខ្ញុំផងដែរចានៅពេលនេះនាងខ្ញុំសុជីរួមនឹងក្រុមការងារផ្សាយពីកម្មវិធីសូមអរគុណនិងសូមជម្រាបលា